វាសាពេក3ទៅ10ម៉ែត្រព្រោះជំរឿនេះមិនតូចជាងជំរឿចុះទៅប្រហែលមិនតូចជាង3ម៉ែត្រចុះក្រោមឯងអញ្ចឹងសួរថាមិនបានទឹកនឹងនៅពេញម៉េះតែប្រឡេតភុងគោកស្ញែងខ្ញុំសឡងលេងទៅមុខរួចឥឡូវហើយនេះល្ងាចនេះអរគុណពូខ្ញុំហើយពូធឿនណាជើងចាស់ខាងអូតូនិយមធនធានទឹកគាត់មកជួយមើលការកាយបន្លាយហើយពូនេះពូធឿននេះជាមនុស្សដែលចាស់ទុំដែលចេះឲ្យគំនិតខ្ញុំកន្លងមកពីរឿងបញ្ហាស្ដាស្អីនឹងបន្លាយជ្រៅទៀបកន្លែងណាទឹករាក់ទឹកជ្រៅកន្លែងណាគាត់ដឹងអស់ព្រោះគាត់ចាស់ទុំជាងនឹងខ្ញុំឥឡូវគាត់ចូលរត្រែតហើយតែទោះជារត្រែតមែនគាត់មកមើលខុសត្រូវកូនចៅគាត់ស្ដាល្អស្អាតអីយ៉ាងម៉េចដើម្បីបម្រើប្រជាពលរដ្ឋពួកខ្ញុំអត់មានអីទេមានតែម្រាមដៃ10អរគុណពូទាំងអស់ខ្សែរបងទាំងអស់គ្នាដែលបានជួយមកមើលខុសត្រូវទាំងអស់គ្នានឹងហើយក៏ខ្ញុំអរគុណប្រជាពលរដ្ឋហើយដែលបានចូលរួមផ្ដល់គំនិតច្រើនណាស់អើយឡើងផ្ទុះហើយគ្រាន់តែបន្លាយនឹងផ្ទុះវាសាពេក3ទៅ10ម៉ែត្រ3ទៅ10ម៉ែត្រព្រោះជំរឿនេះមិនតូចជាងជំរឿចុះទៅប្រហែលមិនតូចជាង3ម៉ែត្រចុះក្រោមឯងអញ្ចឹងសួរថាមិនបានទឹកនឹងនៅពេញម៉េះតែប្រឡេតភុងគោកស្ញែងខ្ញុំសឡងលេងទៅមុខរួចឥឡូវហើយអញ្ចឹងសូមឲ្យអ្នកណាគេឆ្ងល់ខ្ញុំគេថាចុះកាយហើយមិនបានទឹកឯនៅពេញបន្លាយអញ្ចឹងខ្ញុំអត់តន់ប្រឡែងតែកាលណាប្រឡែងសឡងទៅអត់រួចទេទៅកាយអត់រួចទេអញ្ចឹងទុកឯងគ្រឿងសឡងអញ្ចឹងទុកឯងនៅនឹងកលតិចម្ដងឥឡូវ2ថ្ងៃបានវាយនឹងបានម៉ែទេពូប៉ុណ្ណេះបាន200ម៉ែត្រជាងហ្នឹង200ម៉ែត្រជាង2ថ្ងៃបានប៉ុណ្ណឹងដូចគ្នាទៅកាយព្រឹកឡើង7កន្លះមកដល់ងើបពីដេកទៅញ៉ាំកាទៀវមួយផ្លែតចេញពីញ៉ាំកាទៀវចុះមកបន្ទាតដល់ម៉ោងមកដល់10កន្លះបានគ្នាឈប់ម៉ោង1កន្លះអីចាប់ផ្ដើមតទៀតគាត់ថាធ្វើការល្អពេលវាស្គាល់ចិត្តបេះដូងខ្ញុំឥឡូវនៅសល់នេះអញ្ចឹងរយៈពេលខ្ញុំគិតទៅរយៈពេលប្រហែលជាមួយអាទិត្យដើម្បីកាយមករួចមកទៅហើយលើក3ដងមានទេមានអាកតោវាយមិនមកជួយខ្ញុំមួយមើលឥឡូវវាយមិនឥឡូវខ្ញុំតាក់ទៅមួយពូអ្នកផឹងឡានខ្ញុំអូអញ្ចឹងពេលដែលចប់ខ្ញុំទៅព្រោះឆ្លង3ស្ពានព្រោះវាខ្លីៗប្រហែលជា20ម៉ែត្រអីបាទកន្លែងនេះមិនដល់20ម៉ែត្រប្រហែលជា10ម៉ែត្រអីអញ្ចឹងដល់លើកញឹងគេហៅថាញឹកពីអាហ្នឹងមកដាក់ភ្លុចបាទឡូមបាទខ្ញុំឡូមអានេះខ្ញុំឡូមបានប៉ុន្តែវានៅខ្លាញ់មួយទៀតខ្សែភ្លើងបាទខ្ញុំមើលចាក់ស្ដែងតែមើលចាក់ស្ដែងអាហ្នឹងដល់បងទៅឃើញមើលបានអាប៉ុណ្្នឹងឯងប៉ាវដាច់មកផ្លូវហ្នឹងឥឡូវខ្ញុំមើលកន្លែងណាដែលត្រូវលើកយើងចាក់ស្ដែងសិក្សាបាទសិក្សាមើលត្រូវដាក់ធំលើកយើងលើកបាទទៅលើកទៅបណ្ដោយខានឲ្យថាកតោចូលចុះបាទខានએવુંដែរចូលចុះអាកតោនឹងចូលចុះប៉ុន្តែខ្ញុំខ្លាចខ្ញុំមកនិយាយទៅខ្ញុំមកខ្លាចមើលខ្សែភ្លើងវាអត់ដល់ជាមួយញ៉ាំសិក្សាចាក់ស្ដែងបាទរួចចប់អាខាងហ្នឹងហើយបានខ្ញុំយកទៅខាងចេញពីហ្នឹងទៅសាលាចំពោះវ័នចេញពីសាលាចំពោះវ័នទៅទួបរោមួយមេខ្ញុំកាយបានខ្លះហើយប៉ុន្តែវាអត់បានបែបហ្នឹងទេវាអត់បានចូលសឡងឲ្យស្អាតអញ្ចឹងដល់យកអាហ្នឹងទៅគិតលេងឲ្យមួយឆ្នាំហ្នឹងលេងឲ្យមុត2025 2026មុនដៅភ្លៀង2026ហ្នឹងថាត្រូវធ្វើយ៉ាងម៉េចត្រូវធ្វើឲ្យចប់ឲ្យវាឲ្យអ្នកស្រុកអ្នកភូមិគាត់សប្បាយចិត្តឈប់ឲ្យឈឺក្បាលអារឿងបន្លាយលិចទឹកហ្នឹងម្ដងវាលិចអីវាពិបាកថែអាសាបាទថែតមួយទៀតបាទកែហ្នឹងតែទុកយូរទៅវានេះបាទវាកើនអានេះដូចយើងមួយបងឯងប៉ាបាន6 7ឆ្នាំដែរណាយូរបាទ6 7ឆ្នាំដែរបាទមួយបងឯងទៅមើលតានេះប្រឡែងវឹងឯងមកឲ្យស្រកអស់គ្មានទៅតទៅប៉ុន្តែឥឡូវនៅខាងលើវាអត់មានទឹកនៅចាក់ជ្រូកព្រៃទាមកវានោះអត់មានទឹកទេដឹកនៅស្រកអស់ហើយបាទមកអស់ហើយអញ្ចឹងអានេះយើងទៅមើលដល់នោះទៀតគឺទៅអស់ទីបាទឃើញមកនោះបាច់ជាទីថ្ងៃអូអានេះមិនបាច់ភ័យទេវាយជាមួយតែប៉ុនទៅសប្រហែលជា100 200ម៉ែត្រទៀតដល់ដើមឈើនោះបត់ពេលទៅចាប់ដើមបត់ទឹកស្រកទៅប៉ុន្តែខ្ញុំអត់តន់ទេព្រោះខ្ញុំទៅទាញទៅដល់ពីមុខមកទៀតគុណពូ